ទាគឺជាសត្វមួយដែលប្រជាជនកម្ពុជាយើងចិញ្ចឹមបាទតែបងប្អូនខ្លះគាត់អត់ដឹងថាទានឹងមានដល់អត្ថប្រយោជន៍ដល់ជីវិតប្រចាំថ្ងៃគាត់យ៉ាងណានោះទេបាទខ្ញុំចង់បំវែអារម្មណ៍មកដល់បងប្អូនថាតើអត្ថប្រយោជន៍របស់ទាមានប្រយោជន៍អ្វីខ្លះដល់អ្នកចិញ្ចឹមបាទទាមិនត្រឹមតែផ្ដល់ពងឲ្យម្ចាស់ប៉ុណ្ណោះទេទាក៏អាចផ្ដល់សាច់ទាក៏អាចផ្ដល់ជារោមនេះទាំងនេះក៏ជាអត្ថប្រយោជន៍ក៏ប៉ុន្តែអ្វីដែលសំខាន់នេះគឺលាមករបស់ទាក៏ប្រើឲ្យបានប្រយោជន៍ដែរបាទដូចជាធ្វើជាជីដូចជាអីចឹងដែរបាទសម្រាប់បងប្អូនដែលចំណាប់អារម្មណ៍ទាក់ទងនឹងការចិញ្ចឹមទាបាទខ្ញុំចង់បំបីអារម្មណ៍បងប្អូនទៅស្គាល់កសិដ្ឋានមួយដែលនៅមិនឆ្ងាយពីទីក្រុងភ្នំពេញយើងទេបាទនៅអរិយស័ក្តិនេះទេបាទជិះពីទីក្រុងភ្នំពេញទៅមួយផ្លែតដល់បើសាឡានអត់ជាប់បើសាឡានអត់ស្ទះក៏ប៉ុន្តែបើឡានស្ទះអានឹងអាចយូរដែរបាទតើយើងមកមើលទាំងអស់គ្នាថាតើកសិដ្ឋានចិញ្ចឹមទារបស់អ៊ំប្រុសម្នាក់នេះគាត់ធ្វើបែបណាបាទយើងមកមើលទាំងអស់គ្នាបាទឥឡូវយើងមើលទាំងអស់គ្នាថាតើទារបស់គាត់នេះមានច្រើនឬក៏តិចនោះច្រើនណាស់នេះបងប្អូនមើលច្រើនណាស់មែនទែនរាប់ម៉ឺនក្បាលបាទរាប់ម៉ឺនក្បាលបាទរាប់ម៉ឺនក្បាលតែម្ដងបាទហើយអ្វីដែលគាត់ទទួលបាននោះគឺពងទាតែម្ដងដឹកទាំងឡាននេះបងប្អូនទាំងអស់គ្នាមើលដឹកទាំងឡានដឹកទាំងចុងតែម្ដងបាទគាត់បានខ្សឹបប្រាប់ខ្ញុំថាទោះបីដឹកទាំងឡានទោះបីដាក់ទាំងចុងក៏ដោយប្អូនអើយក្នុងទីផ្សាររបស់កម្ពុជាយើងអត់គ្រប់គ្រាន់តែសោះបាទអត់គ្រប់គ្រាន់តែសោះព្រោះអតិថិជននៅក្នុងប្រទេសកម្ពុជាយើងបាទចាប់តាំងពីពលិកាទំនិញរបស់ផ្ទះលេខ2មកបងអើយមិនគ្រប់គ្រាន់តតែសោះបាទឃើញទេបាទមិនគ្រប់គ្រាន់តតែសោះព្រោះប្រជាជនយើងទាំងអស់គ្នាងាកមកគាំទ្រផលិតផលក្នុងស្រុកយើងនេះហើយអ្វីដែលអ៊ំនិយាយថាវាមិនគ្រប់គ្រាន់បាទឥឡូវយើងមើលទាំងអស់គ្នាថាតើកសិដ្ឋានរបស់គាត់ធំប៉ុណ្ណាដីរាប់ហិកតាទីរាប់ម៉ឺនក្បាលគាត់បានលើកឡើងគឺទោះបីជាមានច្រើនចិញ្ចឹមច្រើនក្បាលប៉ុណ្ណាក៏ដោយក៏ប៉ុន្តែការផ្គត់ផ្គង់ទៅលើទីផ្សាររបស់ប្រទេសកម្ពុជាយើងមិនគ្រប់គ្រាន់តែសោះបាទខ្ញុំបងប្អូនទៅផ្សារឃើញតែពងទាគេដាក់លក់ទាំងចុងមុនដំបូងខ្ញុំគិតថាមិនមកពីលិចឬមកពីកើតបាទតែឥឡូវនេះគ្មានមកពីណាទេគឺមកពីកន្លែងហ្នឹងតែម្ដងឥឡូវខ្ញុំមកមើលអូហូយនេះបានចំជាអ្នកចិញ្ចឹមទាមែនបាទរាប់ម៉ឺនក្បាលបាទចូលទៅនេះសសព្រុះពេញដីនេះមិនមែនជាអ្វីទេគឺពងទាតែម្ដងបាទពងទាបាទហើយការឲ្យចំណីការឲ្យអីហ្នឹងក៏អត់ពិបាកទេបងប្អូនអត់ពិបាកតតែសោះបាទនេះយើងឃើញហើយយើងឃើញការឲ្យចំណីឲ្យអីដល់ទាហ្នឹងតាទាហ្នឹងគាត់មានអារម្មណ៍យ៉ាងម៉េចបាទត្រឹមតែប៉ុណ្ណោះសោតឥឡូវបងប្អូនមើលបាទការធ្វើរោងឲ្យទានៅអីហ្នឹងគឺគេធ្វើបែបមិនខ្ពស់ពេកហើយក៏មិនទាបពេកមិនចង្អៀតបាទធ្វើឲ្យទូលាយបាទទាគឺជាសត្វមួយប្រភេទដែលជួយចិត្តទីធ្លាទូលាយដែលទាចូលចិត្តបំផុតណាបងប្អូនកុំភ្លេចតតែសោះគឺជាសត្វមួយដែលចូលចិត្តទឹកបាទអញ្ចឹងបងប្អូនបើសិនជាបងប្អូនចាប់អារម្មណ៍នៅការចិញ្ចឹមទាបងប្អូនត្រូវតែមានទីធ្លាឲ្យធំបន្តិចមិនធំដល់ដូចអ៊ំប្រុសម្នាក់នេះក៏បានដែរក៏ប៉ុន្តែយើងត្រូវតែមានទឹកបើមិនមានស្រែទេយើងជីកស្រះក៏បានដែរបងប្អូនបាទជីកស្រះជីកអីទៅបាទជីកស្រះមិនត្រឹមតែទាអាចចោះទៅលេងទឹកបានទេក៏ប៉ុន្តែក៏អាចចិញ្ចឹមត្រីដែរបាទអញ្ចឹងបើបងប្អូនចាប់អារម្មណ៍នៅការចិញ្ចឹមទាបងប្អូនអាចទំនាក់ទំនងអាចសួរនាំបន្ថែមនៅក្រោមឬទំនាក់ទំនងទៅអ៊ំប្រុសតែម្ដងក៏បានដែរដើម្បីនឹងសួរនាំនៃការចិញ្ចឹមរបស់អ៊ំប្រុសថាតើអ៊ំប្រុសចិញ្ចឹមបែបណាបានផលល្អចិញ្ចឹមបែបណានឹងមានពងល្អបាទអ្វីដែលខ្ញុំលើកឡើងពីដើមមកនេះគ្រាន់តែជាសំឡេងមួយដើម្បីប្រាប់តដល់បងប្អូនដែលកំពុងតែចំណាប់អារម្មណ៍ឬចាប់អារម្មណ៍ទាក់ទងនឹងការចិញ្ចឹមទាតែប៉ុណ្ណោះបាទខុសឆ្គងនៅប្រការណាមួយនោះសង្ឃឹមថាបងប្អូននឹងខន្តីអភ័យទោសដល់យើងខ្ញុំផងដែរបាទបើសិនជាបងប្អូនចង់បានឲ្យយើងខ្ញុំឲ្យក្រុមការងារយើងខ្ញុំទៅថតនៅកន្លែងណាទៅផ្សព្វផ្សាយនៅកន្លែងណាបងប្អូនជួយ comment ដាក់លេខនៅខាងក្រោមឬទំនាក់ទំនងតាមលេខរបស់អង្គភាពយើងខ្ញុំនៅខាងក្រោមនេះបាទជួបគ្នាសាជាថ្មីបាទសម្រាប់คลิปវីដេអូនេះខ្ញុំវិចិត្រសូមជម្រាបលាហើយក៏សូមលំអរកាយលាដល់បងប្អូនប្រជាជនកម្ពុជាទាំងអស់បាទដោយសេចក្តីគោរពបាទជម្រាបលាបាទ